ស្រឡាញ់និងជាទីសក្ការៈសាធារណរដ្ឋខ្មែរជិតស្លាប់ហើយខ្មែរក្រហមដែលជាមាសត្រូវនៃយើងឥឡូវគេវាយយកពីយើងទៅបាននៅទឹកដីកម្ពុជា 90% ទៅហើយនៅដើមខែមេសាឆ្នាំ 1975 កងទ័ពខ្មែរក្រហមមានជោគជ័យធំណាស់គេខិតមកជិតរដ្ឋធានីភ្នំពេញយើងហើយពួកវាសាហាវណាស់វាជាថ្មើរអមនុស្សធម៌ចំណែកមេបញ្ជាការនៃកូនគឺលោកឧត្តមស្នេហ៍នោះគាត់យល់សពរវើរវាយគាត់ជឿជាក់ដល់ខ្លាំងក្លាហើយដោយខុសទាំងស្រុងថារវាងខ្មែរសាធារណរដ្ឋនិយមប្រឆាំងរាជាធិបតេយ្យនិងសម្ដេចសីហនុគឺរវាងពួកយើងដែលជាអ្នកសាធារណរដ្ឋនិយមខាងស្ដាំនិងខ្មែរក្រហមដែលជាសាធារណរដ្ឋនិយមខាងឆ្វេងយើងទាំងសងខាងអាចនឹងជានានឹងគ្នាបានពោលដៃគ្នាដោយភេទរភាពស្ថាបនាឡើងវិញនៅសាធារណរដ្ឋថ្មីមួយដ៏មហារុងរឿងថ្កើងថ្កានគឺសាធារណរដ្ឋលន់នល់និយមខៀវសំផននិយមខ្ញុំពុំអាចយល់សពរវើរវាយដោយលោកឧត្តមសេនីយ៍នោះបានទេលោកសេនាប្រមុខលន់នល់នៃយើងគាត់ទើបតែចាក់ចេញពីប្រទេសកម្ពុជាជាមួយនឹងប្រពន្ធក្មេងរបស់គាត់ទៅជ្រកនៅក្នុងសហរដ្ឋអាមេរិកអស់លោកអាមេរិកកាំងនោះទៀតដែលជាអាណាព្យាបាលនិងជាអ្នកផ្ដល់ប្រាក់កាសគាត់បានវិច្ចបង្វិចមូលទង់ជាតិរបស់គាត់ចាក់ចេញពីប្រទេសយើងដើម្បីទៅមាតុភូមិរបស់គាត់វិញគាត់បោះបង់យើងចោលជាស្ថាពរទុកឲ្យយើងនៅតស៊ូតែម្នាក់ឯងចំពោះពួកថ្មិលខ្មែរក្រហមពួកខ្មែរក្រហមនេះគេច្បាស់ជាមិនត្រាប្រណីពួកយើងទេព្រោះពួកយើងជាខ្មែរខៀវគឺខ្មែរលន់នល់និយមអាមេរិកនិយមលោកស្រីនិយមមូលធននិយមអ្នកម្ដាយជាទីស្រឡាញ់និងជាទីសក្ការៈអ្នកម្ដាយទទួលអនិច្ចកម្ម2ឆ្នាំទៅត្រូវណាស់ព្រោះបើអ្នកម្ដាយនៅរស់ដល់ខែមេសា 1975 ដល់មហាអកុសលនេះអ្នកម្ដាយអាចនឹងពុទ្ធប្រទះនៅមរណភាពយ៉ាងវេទនានិងអាម៉ាស់បំផុតលោកឪពុកនិងខ្លួនខ្ញុំនេះឯងយើងទាំងពីរនាក់នេះចិត្តស្លាប់ហើយព្រោះខ្មែរក្រហមគេច្បាស់ជាមិនទុកជីវិតឲ្យយើងទេដល់យើងទាំងពីរស្លាប់ទៅយើងសង្ឃឹមថាព្រះពុទ្ធជាអម្ចាស់លោកនឹងប្រណីឲ្យយើងទាំង3នាក់បានជួបនឹងគ្នាឡើងវិញក្នុងបរលោកដែលផ្ដល់ដល់គ្រួសារយើងនៅកិត្តិយសក្នុងសភាពស្ងប់ស្ងៀមសុខសាន្តត្រាណមករាឆ្នាំ 1975 ខ្មែរក្រហមដែលកាន់កាប់ប្រាសាទអង្គរតាំងពីឆ្នាំ 1971 មកក៏ចាប់ផ្ដើមបញ្ជូនកងទ័ពឲ្យធ្វើដំណើរវាយលុកនិងដណ្ដើមដោយកម្លាំងអាវុធឆ្ពោះមកទីក្រុងភ្នំពេញរដ្ឋធានីនៃប្រទេសកម្ពុជាកុម្ភៈឆ្នាំ 1975 ជ័យជំនះនៃពួកខ្មែរក្រហមក្នុងខេត្តកំពង់ធំកំពង់ចាមនៅលើផ្លូវពីសៀមរាបអង្គរមកភ្នំពេញ
សំផនអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិរបស់ពួកខ្មែរក្រហមកំពុងតែលើកផែនការវាយលុកខាងយោធាខែមីនាឆ្នាំ1975ខ្មែរក្រហមនឹងដើមបានជោគជ័យថ្មីថែមទៀតផ្លូវទន្លេរវាងភ្នំពេញនិងវៀតណាមខាងត្បូងត្រូវកាត់ផ្តាច់នាវាគ្រប់ធនដែលបម្រើឲ្យសាធារណរដ្ឋខ្មែររបស់លន់នល់ត្រូវបាញ់ពន្លិញក្នុងចំណោមអស់លោកមានម្នាក់បានអះអាងថាសាធារណរដ្ឋយើងនេះនឹងត្រូវរលំក្នុងពេលដ៏ខ្លីខាងមុខនេះដោយថ្មងដំបងរបស់ពួកថ្មិលក្រហមប៉ុន្តែអ្វីត្បិតតែការធ្វើដំណើរចេញជាបន្តពីកម្ពុជារបស់ប្រមុខរដ្ឋនិងជាមេបញ្ជាការជាន់ខ្ពស់នៃយើងគឺលោកសេនាប្រមុខលន់នល់ជាទីសក្ការៈព្រមទាំងមហាមិត្តអាមេរិកកាំងក៏ដោយក៏សូមអស់លោកជឿចុះយើងនៅតែមានផ្លូវដដែលទី1កងទ័ពយើងក៏នៅតែមានចិត្តក្លាហានមុះមុតហើយរដ្ឋធានីភ្នំពេញទៀតសោតក៏នៅរឹងមាំពុំអាចលាក់បានឡើយទី2តាមប្រភពច្បាស់ការយើងដឹងថាខ្មែរក្រហមដែលជាអ្នកប្រឆាំងរាជនិយមប្រឆាំងសម្ដេចសៀនុដោយយើងទាំងអស់គ្នាតែជាអ្នកសាធារណរដ្ឋពិតប្រាកដនោះគេបានឲ្យយើងដឹងតាមរយៈស្ថានទូតមិត្តរួមគ្នាមួយថាគូបដិបកទាំងពីរទោះបីជាប្រឆាំងគ្នាយ៉ាងនេះក៏ដោយក៏នៅតែអាចចូលរួមជាមួយគ្នាដើម្បីការផ្សះផ្សាជាតិយ៉ាងពិតប្រាកដនិងរឹងមាំបំផុតបើសិនជាយើងព្រមស្វាគមន៍ទទួលគេឲ្យចូលភ្នំពេញដោយសន្តិភាពខ្មែរក្រហមខ្មែរសាធារណរដ្ឋយើងទាំងអស់គ្នាគឺជាខ្មែរស្នេហាជាតិបរិសុទ្ធជាខ្មែរប្រឆាំងសក្តិភូមិនិងជាខ្មែរនិយមប្រជាពលរដ្ឋការត្រូវរូវគ្នារវាងយើងទាំងពីរជាបាតុភូតមួយជះមិនរួចទេជ័យយោខ្មែរសាធារណរដ្ឋប្រឆាំងរាជានិយមតាមទិសរបស់អង្គការគឺតម្រូវវាយយកភ្នំពេញបុកចូលតាមច្រកកំពង់ស្ពឺពោធិ៍ចិនតុងសូមមិត្តទាំងអស់គោរពឲ្យបានតាំងចិត្តឲ្យក្រហមឆ្អិនចៅបដិញ្ញាយកជ័យជំនះជូនអង្គការឲ្យបានដាច់ខាតបដិញ្ញាដើមខែមេសាឆ្នាំ1975កងទ័ពខ្មែរក្រហមមានទាំងទ័ពនារីផងបានជំរុលតម្រង់មករកទីក្រុងភ្នំពេញមេដឹកនាំខ្មែរក្រហមមានសឡុតសមានខៀវសំផននិងនួនជារៀបចំយុទ្ធនាការខ្មែរក្រហមនៅជិតភ្នំពេញវិជ្ជបណ្ឌិតជួនជឿនរដ្ឋមន្ត្រីខ្មែរក្រហមខាងសុខាភិបាលកំពុងតែវះកាត់អ្នករបួសជាមួយនឹងក្រុមពេទ្យរបស់គាត់ក្នុងមុងយ៉ាងធំប្រើជំនួសបន្ទប់វះកាត់ខ្មែរក្រហមសឡុតសខៀវសំផននួនជា
រៀបចំវាយលុកទីក្រុងភ្នំពេញប្រងព្រាបថ្ងៃទី15និងទី16មេសាឆ្នាំ1975ខ្មែរក្រហមបានផ្ដុំកម្លាំងវាយលុកទៅលើកងការពារខ្សែក្រវ៉ាត់ភ្នំពេញរបស់កងកម្លាំងពួកលន់នល់មេបញ្ជាការជាន់ខ្ពស់បញ្ជាមិត្តផ្ដាច់ច្រកពោចិនតុងសូមបាញ់កំភ្លើងធំនឹងមកជួយគ្រប់គ្រងផងចូលខ្មែរក្រហមកំពុងតែសម្រុកចូលមកទីតាំងរបស់អនុសេនីយ៍តួម្នាក់នៃកងទ័ពលន់នល់អាឡូលោកមេបញ្ជាការយើងខ្ញុំកំពុងមានទាហានស្លាប់និងត្រូវរបួសជាទម្ងន់សូមលោកមេបញ្ជាការមកជួយដឹកផងសូមមេត្តាផ្ដល់ដល់ជំនួយឋានទៀតខ្មែរក្រហមកាន់តែរំកិលមកចិត្តទៅហើយវាកំពុងតែឡំពាត់លោកអនុស្រីឯងយើងលោកបានការចេញចោលពួកយើងវិលទៅគេហដ្ឋានយ៉ាងសុខស្រួលនៅក្នុងពិតណាស់ហើយថាភរិយារបស់គាត់ល្អស្អាតប៉ុន្តែចំណែកខ្ញុំវិញសុខចិត្តនៅជាមួយបងប្អូនខ្ញុំក៏មានគូសង្សារមួយដ៏ស្រស់ដែរនៅក្នុងពេញហើយថែមពីលើនោះគឺម្ដាយខ្ញុំតែម្ដងដែលកំពុងតែឈឺធ្ងន់រីឯលោកមានវិជាការយើងវិញគាត់ថាគាត់គ្មានបន្ទុកអាចជួយយើងបានទេបានដូចខ្ញុំសូមស្នើលោកអនុសេនីយ៍តូមេត្តាយកសពមិត្តយើងទាំងអស់នេះទៅជាញ៉ាំរួចដកថយទៅតាមទីភ្នំពេញទៅយកទាំងអ្នកជំងឺនិងមានប្រតិបត្តិទៅផងទៀតឯងចាំមានច្បាប់ដែរសូមបញ្ជាឲ្យទីហ៊ានយើងយកសាកសពទៅក្រុងភ្លាមរួចដកថយជាបន្ទាន់តាមកំណត់ឯងទៅចុះទទួលបញ្ជាអ្នកខំលឺឡើងទៅវាមកដល់ហើយដល់តែយកជើងឡើងដែរដល់តែយកជើងមិនទៅទីមកឲ្យពួយអត់ឲ្យទៀតដល់ថយជើងសាធារណរដ្ឋលន់នល់បាក់កម្លាំងខូចទឹកចិត្តរត់ចោលជួរតម្រង់មករកទីក្រុងភ្នំពេញ
លោករស្មីឯងកងទ័ពយើងបាក់ទ័ពនឹងរត់ចោលជួអស់ហើយទៀតឥឡូវនេះនៅសល់តែប៉ុណ្្នឹងទេខ្សែក្បាត់ភ្នំពេញវាខ្ទេចខ្ទីអស់ហើយសត្រូវចូលមកដល់រដ្ឋធានីដោយគ្មានអ្នកការពារឡើយអ្នករបួសច្រើនណាស់ពួកខ្មែរក្រហមវាសម្លាប់អត់ត្រាបណីឡើយតែខលឡាននោះព្រាមបាទទៀតហើយពួកឯងនាំគ្នាជិះឡាននោះទៅកាន់មន្ទីរពេទ្យឲ្យគេព្យាបាលទៅលោកឧត្តមសេនីយ៍សក់សុខសុខនលោកបានផ្ញើទូរលេខមួយយ៉ាងប្រញាប់តាមរយៈកាកបាទក្រហមអន្តរជាតិថ្វាយសម្ដេចនរោត្តមសីហនុនៅប៉េកាំងដើម្បីស្នើក្នុងនាមសាធារណរដ្ឋខ្មែរថ្វាយអំណាចទាំងអស់ដោយឥតលក្ខខណ្ឌចំពោះព្រះអង្គនៅភ្នំពេញលើទឹកដីកម្ពុជាចុះសម្ដេចសីហនុព្រះអង្គឆ្លើយយ៉ាងណាដែរព្រះអង្គបានផ្ដាំតាមកាកបាទក្រហមអន្តរជាតិថាក្នុងស្ថានភាពអស់សង្ឃឹមនាបច្ចុប្បន្នព្រះអង្គពុំអាចស្រោចស្រង់បានឡើយខ្ញុំយល់ថាសម្ដេចសីហនុព្រះអង្គឆ្វេងយល់ត្រូវហើយពួកខ្មែរក្រហមគេបានត្រឡប់ទៅជាម្ចាស់ស្ថានភាពទាំងមូលនិងជាម្ចាស់នៃកម្ពុជាតែម្ដងនៅក្នុងក្រុងប្រជាពលរដ្ឋទាំងអស់រួមទាំងទាហានផងដែលបានដោះឯកសណ្ឋាននិងអាវុធចោលគេកំពុងតែរៀបចំបាច់ផ្កាដើម្បីទទួលស្វាគមន៍ខ្មែរក្រហមតែកូនជឿទេថាមានការជានាគ្នារវាងខ្មែរក្រហមនិងខ្មែរសាធារណរដ្ឋយើងនេះដោយដែលឧត្តមសេនីយ៍នប់មេបញ្ជាការរបស់កូនលោកបានសន្យាមុននោះកូនយល់ថារវាងខ្មែរសាធារណរដ្ឋគ្នាឯងដែលប្រឆាំងរបបរាជានិយមនិងប្រឆាំងសម្ដេចសីហនុក៏នឹងមានបញ្ហាដែលអាចបណ្ដាលឲ្យមានចំនួនធ្វើឲ្យកម្ពុជាយើងទទួលនៅមហន្តរាយតទៅទៀតពីព្រោះថាពួកខ្មែរក្រហមគឺជាពួកខ្មែរកុម្មុយនីសនិយមជ្រុលស្រឡាញ់សាធារណរដ្ឋប្រជាមានិតចិនប្រឆាំងសហរដ្ឋអាមេរិកប្រឆាំងលោកសេរីឯខ្មែរសាធារណរដ្ឋដែលស្រឡាញ់សហរដ្ឋអាមេរិកក៏ពុំទាន់មានការសម្របសម្រួលជាមួយសាធារណរដ្ឋប្រជាមានិតចិនផងកូនយើងបានធ្វើខុសដោយពុំបានទទួលនៅសំណើរបស់មហាអំណាចអាមេរិករបស់យើងដើម្បីធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកប៉ុន្តែណាហើយវាជ្រុលហួសទៅហើយជាវិជ្ជបណ្ឌិតចូលនិវត្តន៍ពុកគិតថាពីថ្ងៃស្អែកនេះទៅពុកនៅតែជួយបម្រើជាតិដោយជួយថែទាំអ្នកត្រូវរបួសជាទម្ងន់នៅមន្ទីរពេទ្យជិតផ្ទះយើងត្រូវហើយពុកកូនសុំកោតសរសើរនឹងស្រឡាញ់ពុកជានិច្ចចំណែកកូនវិញលោកឧត្តមសេនីយ៍ដែលជាចៅហ្វាយលោកបានឲ្យកូនទៅបង្ហាញខ្លួននៅអគ្គសេនាធិការក្នុងថ្ងៃស្អែកដែររួចឲ្យកូននៅទីនោះរងចាំខ្មែរក្រហមចូលតែម្ដងលោកឧត្តមសេនីយ៍មានប្រសាសន៍ថារវាងខ្មែរចម្បាំងដូចគ្នាច្បាស់ជាយើងអាចសម្របសម្រួលគ្នាហើយអាចនឹងចែករំលែកអំណាចទៀតផងរីឯកូនវិញកូនគិតថាលោកឧត្តមសេនីយ៍ដែលជាចៅហ្វាយរបស់កូនលោកមានសតិអារម្មណ៍រវើរវាយទេកូនខ្លាចថាភាពជាក់ស្ដែងមុខជាមិនដូចក្តីសង្ឃឹមកក់ក្ដៅរបស់លោកឧត្តមសេនីយ៍ទេព្រោះវាអាចត្រឡប់ទៅជាជូរចត់ប៉ុន្តែយ៉ាងណាក៏ដោយពុកហើយនឹងកូនយើងបានសម្រេចចិត្ត
ស្ថិតនៅក្នុងប្រទេសមិនចាក់ចោលមាតុភូមិយើងត្រូវរក្សានៅសេចក្តីថ្លៃថ្នូរក្នុងការរងចាំទទួលជោគវាសនាយើងតាមយថាកម្មចុះដោយអត់ប្រយោជន៍ក្នុង5ឆ្នាំកន្លងមកនេះសម្ដេចសៀននោះមិនអាចត្រឡប់មកវិញបានទេកម្ពុជាយើងជាសាធារណរដ្ឋខ្មែរក្រហមគឺជាបងប្អូនសាធារណរដ្ឋពិតប្រាកដរបស់គេនឹងចូលមកភ្នំពេញនៅពេលឆាប់ខាងមុខនេះហើយដើម្បីបម្រើឧត្តមគតិសាធារណរដ្ឋប្រជារាជានិយមប្រជាសម្ដេចសៀននោះជាមួយយើងទាំងអស់គ្នាប្រជាសម្ដេចសៀននោះគេយកមកហៅសម្ផតអូយិនអូនឹមជ័យយោ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 ចោមចៅពោធិ៍តងមកភ្នំពេញស្ងាត់ជ្រងំពួកលន់នល់ត្រូវបរាជ័យទាំងស្រុងយកសរមប្រៃពីប្រពបន្ថែមទៀតមកមិត្តទាំងអស់គ្នាដាក់បញ្ជាខ្ញុំទិសរបស់អង្គការតម្រូវឲ្យមិត្តចេញពីមន្ទីរពេទ្យនេះភ្លាមទាំងអស់គ្នាត្រូវចេញពីភ្នំពេញទៅធ្វើការនៅមូលដ្ឋានលោកហើយសូមមេត្តាអាណិតអាសូរឲ្យយើងខ្ញុំបាននៅទីនេះផងចុះអ្នករបួសជាទម្ងន់មិនអាចធ្វើដំណើរទៅកើតទេណាដើរបានត្រូវតែចេញភ្លាមមកលោកសូមមេត្តាឲ្យយើងខ្ញុំបានព្យាបាលអ្នករបួសជាទម្ងន់ទាំងនេះពួកអារបួសអស់នេះវាជាខ្ញុំបម្រើរបស់ពួកចក្រពតដែលជាអ្នកធ្វើអាណានិគមបំផ្លិចបំផ្លាញធ្វើឲ្យជាតិមាតុភូមិយើងហិនហោចអាប់អោនថោកទាបបើអស់នេះត្រូវងាប់បានសមពួកមិត្តឯងក៏អញ្ចឹងដែរព្រោះមិត្តឯងជាអ្នកខិតខំសង្គ្រោះជីវិតពួកអាក្បត់ជាតិទាំងអស់នោះ
មិត្តសូមមិត្តទទួលនៅសេចក្តីកោតសរសើរក្នុងភេទរភាពអំពីខ្ញុំយើងខ្ញុំទាំងអស់គ្នានៅទីនេះមានសេចក្តីសោមនស្សរីករាយនិងមានកិត្តិយសសម្រួលជាអតិបរមាការយកអំណាចរបស់មិត្តនៅភ្នំពេញនៅភូកីឡាដ្ឋានជាតិពួកទាហានខ្មែរក្រហមបានបំផ្លាញឧទ្ធម្ភាគចក្រនិងសម្ភារៈសឹករបស់កងទ័ពលន់នល់នៅវិមានប្រធានាធិបតីនៅចំការមនខ្មែរក្រហមបានបំផ្លិចបំផ្លាញខ្ទេចខ្ទីនៅអ្វីៗដែលមាននៅទីនោះនៅក្រសួងការពារជាតិនៃរដ្ឋាភិបាលលន់នល់ពួកទាហានខ្មែរក្រហមក៏បានចូលទៅបំផ្លិចបំផ្លាញអ្វីៗដែលនៅទីនោះដែរនេះជាទស្សនវិជ្ជានៃអគ្គសេនាធិការកងទ័ពលន់នល់